ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទសូណាល់ម្ដងទៀតថ្ងៃនេះសូមនិយាយអំពីចំណុចសំខាន់ទី2ដែលធ្វើឲ្យផ្ទះតិចការមួយមានឱកាសជោគជ័យច្រើនលើកមុនយើងនិយាយអំពីចំណុចសំខាន់ទី1គឺការជ្រើសរើសទីតាំងឥឡូវចូលដល់ចំណុចសំខាន់ទី2គឺការសាងសង់អគារការសាងសង់អគារគឺជាចំណុចសំខាន់មួយដែលមិនអាចខ្វះបានដូចគ្នាព្រោះយើងត្រូវតែសង់អគារឲ្យសមស្របទៅតាមទម្រង់ដីទម្រង់ទិសនិងលក្ខខណ្ឌសមស្របដែលសត្វនៅតំបន់ហ្នឹងចូលចិត្តនៅព្រោះសត្វទាំងអស់មិនមែនសុទ្ធតែមានអត្តចរិតនិងភាពចូលចិត្តដូចគ្នាទាំងអស់ទេតំបន់ខុសគ្នាសត្វមានការចូលចិត្តខុសគ្នាដោយពេលខ្លះយើងយកសម្លេងទៅចាក់នៅតំបន់នេះសត្វចូលចិត្តទៅតំបន់នោះសត្វអត់ចូលចិត្តអាហ្នឹងអាចបញ្ជាក់បានថាការរស់នៅនិងទម្លាប់របស់វាគឺមានលក្ខណៈស្តៀងគ្នាតែមិនដូចគ្នាសុទ្ធសាធទេហើយបើយើងសង់អគារខុសហើយយើងពិបាកនៅក្នុងការកែប្រែព្រោះអគារពេលខ្លះយើងអាចកែប្រែបានតែលក្ខណៈខាងក្នុងខ្លះរីឯលក្ខណៈខាងក្រៅយើងពិបាកក្នុងការកែប្រែដូចជាទីតាំងយើងចង់ផ្លាស់ប្ដូរទីតាំងអគារយើងផ្លាស់ប្ដូរទីតាំងអត់កើតទេអញ្ចឹងអាហ្នឹងបានខ្ញុំនិយាយថាវាជាចំណុចសំខាន់មួយដែលមិនអាចខ្វះបានអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនថាមុននឹងសម្រេចចិត្តសង់ផ្ទះតិចកម្មយើងត្រូវសិក្សាស្វែងយល់ពីទម្រង់ដីនិងទិសហើយនឹងអត្តចរិតសត្វនៅតំបន់នោះយើងត្រូវចងចាំនៅពេលដែលយើងធ្វើតេស្តនៅពេលដែលយើងធ្វើតេស្តយើងកត់សម្គាល់ឃើញថាបើសិនជាសត្វរបស់យើងវាហោះស្របទិសដៅទៅនិចនាឡិកាឬក៏ប្រច្រាស់ទិសដៅទៅនិចនាឡិកាអញ្ចឹងអានឹងគឺជាចំណុចសំខាន់នៅពេលដែលវាហោះស្របទិសដៅទៅនិចនាឡិកាអញ្ចឹងយើងត្រូវបើកច្រកមួយដែលវាស្របទៅនឹងទិសដៅទៅនិចនាឡិកាដូចគ្នាឲ្យវាសមស្របទៅនឹងអត្តចរិតធម្មជាតិរបស់សត្វនៅតំបន់នោះហើយបើសិនជាវាហោះប្រច្រាស់ទិសដៅទៅនិចនាឡិកាអញ្ចឹងយើងត្រូវបើកច្រកឲ្យវាប្រច្រាស់ទិសដៅទៅនិចនាឡិកាដូចគ្នាព្រោះសត្វមិនមានភាពឆ្លាតវៃធ្វើការផ្លាស់ប្ដូរមកតាមចិត្តរបស់យើងទេអញ្ចឹងយើងធ្វើផ្ទះឲ្យវាយើងត្រូវតែធ្វើទៅតាមចិត្តវាវិញហើយតកតងនឹងការបើកច្រកនឹងទៀតសោតក៏វាជាចំណុចសំខាន់ដែរបើសិនជាយើងជ្រើសទិសដៅជ្រើសទីតាំងបើកច្រកខុសសត្វអត់សូវចូលចិត្តនៅទេហើយមួយទៀតក៏ជាចំណុចសំខាន់ដែរផ្ទះខ្លះតូចតែបើកច្រកធំផ្ទះខ្លះធំតែបើកច្រកតូចអញ្ចឹងអានឹងក៏មិនមែនជារឿងត្រឹមត្រូវដែរបងប្អូនយើងត្រូវគិតគូរចំនួន maximum សត្វដែលអាចនៅក្នុងផ្ទះរបស់យើងនឹងឲ្យបានត្រឹមត្រូវថាឥឡូវផ្ទះរបស់យើងនឹងអាចផ្ទុកសត្វបានប្រមាណអញ្ចឹងយើងត្រូវបើកច្រកនឹងឲ្យវាសមស្របកុំឲ្យវាចូលទៅស្ទះនៅពេលដែលដំបូងអត់អីទេផ្ទះតិចកម្មរបស់យើងនៅមានសត្វតិចសត្វនៅចូលបានស្រួលតែនៅពេលដែលមានសត្វច្រើនសត្វចាប់ដើមចូលអត់រួចអញ្ចឹងវាមិនអាចនៅដល់ចំនួន maximum ដែលផ្ទះរបស់យើងចង់បានទេខ្ញុំឧទាហរណ៍ថាបើផ្ទះតិចកម្មរបស់យើងអាចផ្ទុកសត្វបាន 100000 ក្បាលតែច្រករបស់យើងធ្វើបត់បែនខ្លាំងពេកហើយតូចខ្លាំងពេកអញ្ចឹងវាចូលអត់រួចអញ្ចឹងវាត្រូវពិបាកចូលវាត្រូវទៅនៅផ្ទះគេផ្សេងអញ្ចឹងមានន័យថាយើងខំចំណៃលុយសង់ផ្ទះធំតែយើងមិនអាចដាក់ចំនួនសត្វឲ្យទៅតាមចិត្តរបស់យើងដែលយើងចង់បានចំនួន maximum នឹងបានទេតែបើសិនជាផ្ទះរបស់យើងតូចហើយយើងបើកច្រកទ្វារធំវាធ្វើឲ្យសត្វអត់ចូលចិត្តនៅដូចគ្នាអញ្ចឹងមានន័យថាផ្ទះរបស់យើងវាភ្លឺខ្លាំងពេកវាអត់មានកន្លែងដែលវាមានអារម្មណ៍ថាសុវត្ថិភាពទេវាគ្រាន់តែចូលទៅដល់ភ្លាមភ្ញាច់ហ្មងអញ្ចឹងវាច្រកទ្វារធំខ្លាំងពេកវាភ្លឺវាធ្វើឲ្យកម្ដៅចូលវាធ្វើឲ្យយើងពិបាកគ្រប់គ្រងសំណើមពិបាកគ្រប់គ្រងសីតុណ្ហភាពហើយការបើកច្រកសត្វចេញចូលនឹងកុំឲ្យស្មុគស្មាញពេកមានន័យថាកុំឲ្យវាពិបាកនៅក្នុងការចូលឲ្យវារៀងត្រង់បន្តិចតែយើងត្រូវគ្រប់គ្រងពន្លឺឲ្យបានអញ្ចឹងមុននឹងយើងសង់អគារយើងត្រូវមើលទិសនៃទម្រង់ដីរបស់យើងនឹងថាតើដីរបស់យើងវាបែរទម្រង់ទិសទៅខាងណាអញ្ចឹងពេលដែលយើងសង់អគារហ្នឹងបើសិនជាជៀសបានយើងកុំសង់វាទៅតឹងថ្ងៃធ្វើឲ្យអគាររបស់យើងក្តៅអញ្ចឹងមិនខ្ញុំនិយាយថានៅពេលដែលសង់ផ្ទះតិចកម្មគឺជាចំណុចដែលសំខាន់ហ្នឹងគឺដោយសារតែផ្ទះតិចកម្មមួយតិចឬក៏ក្តៅសីតុណ្ហភាពគ្រប់អត់ពន្លឺគ្រប់គ្រាន់ឬក៏ច្រកសត្វចេញចូលនឹងស្រួលឬក៏មិនស្រួលគឺពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការសង់អគារនឹងឯងរីឯគ្រឿងក្នុងហ្នឹងបើសិនជាវាមានខុសតិចតួចអីគឺយើងអាចផ្លាស់ប្ដូរបានទេតែពេលដែលសង់អគារហ្នឹងគឺសំខាន់ណាស់អញ្ចឹងបានយើងត្រូវសិក្សាស្វែងយល់ឲ្យច្បាស់ថាយើងសម្រេចចិត្តថាសង់អគារហ្នឹងឲ្យវាទៅចំណុចណានៃជ្រុងដីរបស់យើងហើយវាល្អត្រឹមត្រូវវាមិនក្តៅវាមិនត្រជាក់ពេកវាមិនល្ងិតពេកវាមិនធ្វើឲ្យច្រកសត្វរបស់យើងស្មុគស្មាញខ្លាំងពេកហើយមួយទៀតយើងក៏អាចសង់ទៅក្បែរតំបន់ដែលមានដើមឈើខ្ពស់លក្ខណៈព្រៃស្រោងហ្នឹងអាហ្នឹងក៏មិនជារឿងល្អដែរ
មួយទៀតគឺយើងគិតគូរទៅលើសយោខ្យល់លំហូរចេញចូលទៅក្នុងផ្ទះតិចកម្មរបស់យើងព្រោះផ្ទះតិចកម្មយើងចិញ្ចឹមតិចកម្មមិនមែនដាក់សម្ភារៈអីអញ្ចឹងវាត្រូវការអុកស៊ីសែនដែរប៉ុន្តែតិចកម្មវាអាចចូលចិត្តខ្យល់ខ្លាំងពេកឬក៏អត់មានខ្យល់សោះហ្មងក៏អត់បានដែរហើយបងប្អូនអាចជ្រើសរើសប្រើជាសយោសម្រាប់យកខ្យល់ចូលក្នុងផ្ទះឬក៏ប្រើជាឥតខ្យល់ក៏បានអានេះគឺជាការជ្រើសរើសរបស់បងប្អូនតែបើសម្រាប់ខ្ញុំប្រើតែសយោទេដោយសារខ្ញុំសង្កេតឃើញថាយើងប្រើសយោវាងាយស្រួលគ្រប់គ្រងជាងតែងាយប្រើសយោអស់លុយច្រើនជាងហើយផ្ទះរបស់យើងអត់សូវស្អាតទេហើយពេលដែលយើងប្រើឥតខ្យល់ក៏ដោយប្រើសយោក៏ដោយយើងត្រូវរកសំណាញ់រកអីយកទៅពាសនៅពាត់ផ្នែកខាងក្រៅដើម្បីកុំឲ្យសត្វចាបសត្វស្កាកែវឬក៏សត្វផ្សេងហ្នឹងវាចូលទៅធ្វើសបុកមុននឹងតិចកម្មចូលនៅក្នុងផ្ទះរបស់យើងហ្នឹងអញ្ចឹងការសាងសង់អគារគឺជាចំណុចដែលសំខាន់បំផុតមួយដែលមិនអាចខ្វះបានគឺចៃតនភាពសំណើមពន្លឺខ្យល់ចេញចូលនិងច្រកសត្វចេញចូលគ្រប់បែបគ្រប់យ៉ាងគឺត្រូវពាក់ព័ន្ធជាមួយនឹងការសាងសង់អគារនឹងឯងហើយចំណុចសំខាន់ទី2មានប៉ុណ្្នឹងឲ្យបងប្អូនយើងហើយបើសិនជាបងប្អូនអត់យល់អត់អីចឹងអាចឆាតសួរឬក៏ comment សួរនៅក្នុង page បានបាទអរគុណច្រើនអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូមួយនេះបាទហើយបើសិនជាបងប្អូនគិតថាវីដេអូមួយនេះវាមានប្រយោជន៍សម្រាប់បងប្អូនចឹងបងប្អូនជួយ follow page ឬក៏ជួយ share ឲ្យអ្នកផ្សេងទៀតបានឃើញផងអរគុណច្រើនជម្រាបលា